បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់ជាពិសេសគ្នាយើងដែលគាត់ប្រើប្រាស់ Facebook យូរហើយគាត់អាចមើលវីដេអូនេះបានពាក់ព័ន្ធជាមួយនឹងការដែលយើង request friend ដែលយើង add ទៅគេអញ្ចឹងណាជាងការពេលខ្លះគឺយើងអត់បាននេះទេវានៅដល់រាល់ថ្ងៃដោយសារតែអ្នកម្ចាស់ account នោះមិនដឹងជាគាត់នៅប្រើឬគាត់ឈប់ប្រើគាត់ដូរ account ឬក៏គាត់មិនអញ្ចឹងបានជាគាត់អត់ confirm យើងអញ្ចឹងយើងអាចចូលទៅមើលហើយយើងអាចចូល cancel វិញបានដូចជា Facebook ខ្លះយើងប្រើយូរគឺមាននៅក្នុងហ្នឹងហើយអញ្ចឹងពុកម៉ែបងប្អូនចាំចូលមើលជាមួយខ្ញុំទាំងអស់គ្នាមុនដំបូងយើងបើកចូលនៅក្នុង Facebook អញ្ចឹងមកហ្នឹងហើយយើងឃើញមានព័ត៌មានជាច្រើននៅលើ Facebook មាន add friend មានអីអញ្ចឹងទៅខាងលើយើងមានកន្លែង add friend ហ្នឹងយើងចូលមកកន្លែង add friend មកហ្នឹងហើយចូលកន្លែង add friend ហ្នឹងយើងឃើញកន្លែង add friend នេះយើងចុចពីលើកន្លែង friend request អញ្ចឹងណាហើយសម្រាប់យក friend នេះគឺមិត្តភ័ក្តិរបស់យើងទេតែយើងបាន add ឬក៏គាត់ add អីជាមួយយើងអញ្ចឹងទៅតែសម្រាប់ request friend នេះមានដូចជាគេ add មកយើងឬក៏យើង add ទៅគេអញ្ចឹងទៅអញ្ចឹងនៅទីនេះគឺអត់មានគេ add មកទេប៉ុន្តែយើងចង់ដឹងថាយើងធ្លាប់ add friend ទៅពីណាខ្លះកាលពីប្រហែលឆ្នាំមុនអាហ្នឹងយើងអាចចូលមើលបានអានេះខ្ញុំអនុវត្តលើ Facebook ខ្ញុំផ្ទាល់ខ្ញុំប្រើយូរហើយអញ្ចឹងណាប្រើយូរហើយអញ្ចឹងឲ្យយើងចូលទៅលើនេះកន្លែងត្រី3នេះបងប្អូនឃើញណាយើងចូលកន្លែង friend នេះមកយើងចុចកន្លែង friend request បន្ទាប់មកបងប្អូនឃើញកន្លែង friend request ហ្នឹងកន្លែង add friend អត់មានទេព្រោះបើសិនជាគេ add មកយើងឃើញនៅលើហ្នឹងប៉ុន្តែបើសិនជាយើងអត់មានត្រូវការមើលគេ add មកទេគឺយើងចង់មើលយើង add ទៅពីណាខ្លះបងប្អូនចុចកន្លែងត្រី3ខាងលើហ្នឹងហើយចុចមកបងប្អូនឃើញហើយឃើញពាក្យថា view send request អញ្ចឹងបងប្អូនចុចលើពាក្យថា view send request ហ្នឹងមកបងប្អូននឹងឃើញអញ្ចឹងណាអញ្ចឹងសម្រាប់ការ send request គឺសម្រាប់ខ្ញុំមាន70 request អញ្ចឹងយើងចុចពីលើវាមកអូអត់ចេញបងប្អូនឬអីមិញចុចចេញចុចត្រី3យើងមើលកន្លែង friend request អញ្ចឹងនៅនេះមាន70 friend request វាអត់ចេញបងប្អូនសូមអធិស្ឋានដែរមកយើងមើលតទៀត friend request យកត្រី3នេះយើងចុចយក view send request អូវាអត់ឲ្យបងប្អូនដោយសារខ្ញុំទៅបើកមិញដែរជាមួយបងប្អូនចាំទស្សនាវីដេអូទី2បន្តទៀតខ្ញុំនឹងចូលទៅ account Facebook របស់ខ្ញុំភាសាទៀតហើយខ្ញុំនឹងធ្វើឲ្យបងប្អូនមើលអរគុណច្រើនបងប្អូនសម្រាប់ការចូលតាមដានទស្សនានៅវីដេអូនេះសូមជូនពរសុខសប្បាយទាំងអស់គ្នាអរគុណច្រើនបងប្អូនជម្រាបលាបាទ